chaថ្ងៃនេះអត់ដឹងធ្វើអីញ៉ាំទេសួរប្តីថាចង់ញ៉ាំអីខ្ញុំធ្វើឲ្យញ៉ាំប្តីថាញ៉ាំអីក៏បានដែរឲ្យតែមានចាសួស្តីបងប្អូនចាដល់តែសួរកូនខ្លួនឯងចង់ញ៉ាំអីចាម៉ាក់ធ្វើឲ្យញ៉ាំកូនថាចង់ញ៉ាំនំបញ្ចុកក្រៀមចាមិនបាច់រោនឹកគឺមកធ្វើតែម្ដងនំបញ្ចុកក្រៀមចាឥឡូវគឺថាមករៀបចំគ្រឿងក្រៅបន្លែប្លុកយើងសិនខ្ញុំហាន់ស្លឹកខ្ទឹមហាន់ស្ពៃក្តោបឲ្យហើយចឹងទៅចារៀបចំបន្លែប្លុកយើងឲ្យហើយចាទៅផ្ទះខ្ញុំឲ្យតែថាខ្ញុំរោនឹកអីមិនឃើញចង់ធ្វើអីញ៉ាំចឹងគឺខ្ញុំទៅសួរប្តីសួរកូនហើយថាសួរពួកគាត់ចង់ញ៉ាំអីចឹងទៅស្រួលខ្ញុំមកធ្វើឲ្យពួកគាត់ញ៉ាំបើថាឲ្យរោនឹកខ្លួនឯងហ្នឹងថ្ងៃណាដែលខ្ញុំនឹកឃើញក៏ធ្វើទៅថ្ងៃណាដែលខ្ញុំនឹកមិនឃើញគឺទៅសួរពួកគាត់ហើយចាឥឡូវគ្រឿងក្រៅខ្ញុំរៀបចំរួចហើយចាប់ផ្ដើមខ្ញុំមកចៀនពងសិនចាពងខ្ញុំចៀនឆ្អិនហើយខ្ញុំដួសវាទុកម្ដុំសិនទៅរួចហើយខ្ញុំដាក់ខ្ទឹមសយើងលីងឲ្យឈ្ងុយទៅចាប់ផ្ដើមខ្ញុំលីងសាច់ចាលីងសាច់ហ្នឹងឲ្យឆ្អិនចឹងទៅចាប់ផ្ដើមចាក់បន្លែចូលចាបន្លែហ្នឹងខ្ញុំឆាវាឲ្យរាងទ្របន្តិចទៅរួចហើយខ្ញុំក៏ចាក់នំបញ្ចុកក្រៀមហ្នឹងចូលទៅតែម្ដងឆានំបញ្ចុកហ្នឹងឲ្យវាមកត្រឡប់ពីត្រឡប់ចឹងទៅខ្ញុំក៏ដាក់គ្រឿងទេសចូលចាហើយគ្រឿងទេសហ្នឹងខ្ញុំលាយឲ្យហើយដាក់ក្នុងចានចឹងទៅមានទឹកស៊ីអ៊ីវមានស្ករសម្សៅស៊ុបប្រេងខ្យងចឹងទៅហើយខ្ញុំថែមទឹកបន្តិចហើយខ្ញុំកូរគ្រឿងឲ្យសព្វលាយចូលគ្នាចឹងទៅរួចហើយខ្ញុំក៏ដួសដាក់ចូលនំបញ្ចុកក្រៀមឆាតែម្ដងចាខ្ញុំធ្វើបែបហ្នឹងទៅពេលដែលយើងឆានំបញ្ចុកក្រៀមឬក៏យើងឆាមីអីហ្នឹងគ្រឿងយើងហ្នឹងវាលាយសព្វចូលគ្នាវាអត់នៅដុំទេពេលដែលយើងឆារួចចាហើយខ្ញុំចូលចិត្តធ្វើតែបែបហ្នឹងឯងវាងាយស្រួលពេលដែលយើងឆាឆ្អិនទៅយើងញ៉ាំអត់មានម្ដុំប្រៃម្ដុំផ្អែមទេកូនខ្ញុំឲ្យប្តីខ្ញុំចូលចិត្តញ៉ាំណានំបញ្ចុកក្រៀមឆាពេលថាថ្ងៃណាដែលខ្ញុំធ្វើទៅរៀងច្រើនអញ្ចឹងទៅញ៉ាំអត់អស់ទុកដល់ល្ងាចអញ្ចឹងពួកគាត់យកមកញ៉ាំទៀតហើយស្រួលដែរអ្នកផ្ទះខ្ញុំឲ្យថាថ្ងៃណាដែលខ្ញុំរោនឹកម្ហូបអីអត់ឃើញអញ្ចឹងទៅសួរពួកគាត់អញ្ចឹងទៅបានពួកគាត់ប្រាប់ទៅថាចង់ញ៉ាំនេះញ៉ាំនោះអញ្ចឹងទៅមកធ្វើឲ្យពួកគាត់ទៅស្រួលម្យ៉ាងដែរអត់បាច់រោនឹកថ្ងៃណាដែលខ្ញុំនឹកឃើញទៅក៏ខ្ញុំធ្វើខ្លួនឯងទៅតែថ្ងៃណាដែលខ្ញុំនឹកមិនឃើញថាត្រូវធ្វើអីញ៉ាំអញ្ចឹងខ្ញុំទៅសួរពួកគាត់ហើយថាចង់ញ៉ាំអីចានំបញ្ចុកក្រៀមខ្ញុំឆាឆ្អិនរួចរាល់ហើយថែមតពងមួយគ្រាប់ទៀតមករួច